សាគិតមើលមុនពេលដែលយើងបើកអាជីវកម្មមុននឹងយើងលក់ផលិតផលមនុស្សជុំវិញខ្លួនរបស់យើងនេះមកប្រាប់យើងថាកំណត់រកស៊ីនេះឯងល្អបើសិនជាអ្នកឯងលក់ផលិតផលហ្នឹងគឺដឹងតែលក់ដាច់តែម្ដងហើយបើសិនបើលក់ចាំយើងទៅគ្រប់ត្រអញ្ចឹងគ្រាន់តែយើងឮតែប៉ុណ្្នឹងអូខេទំនុកចិត្តរបស់យើងឡើងមកចាប់ផ្ដើមរកកន្លែងរកស៊ីបើកហាងជួលបុគ្គលិកបង្កើតក្រុមការងារទៅរកដៃគូប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបើកពឹបលក់ពឹបវាខុសពីការរំពឹងទុកអ្នកដែលគាត់សរសើរយើងយ៉ាងប្រមាណហ្នឹងអ្នកដែលគាត់គ្រប់គ្រងយើងយ៉ាងប្រមាណអត់ឃើញមកទិញសោះឃើញមកគ្រប់គ្រងរបស់យើងសោះសំណួរមួយដែលខ្ញុំតែងតែសួរតើនៅក្នុងគម្រោងអាជីវកម្មរបស់អ្នកទាំងអស់គ្នាតើការសន្និដ្ឋានរបស់អ្នកទាំងអស់គ្នាកន្លែងណាដែលសំខាន់ជាងគេដែលអ្នកទាំងអស់គ្នាគិតថាវាដឹងតែត្រូវហើយប៉ុន្តែបើសិនជាអានឹងខុសវិញអាជីវកម្មរបស់អ្នកទាំងអស់គ្នាទាំងមូលដឹងតែពិបាកតែម្ដងជាងនៅក្នុងវីដេអូមួយនេះខ្ញុំមាន framework មួយជាវិធីសាស្ត្រមួយដែលអាចជួយអ្នកទាំងអស់គ្នាបានដែលវិធីសាស្ត្រមួយនេះខ្ញុំឲ្យឈ្មោះថា TEST T-E-S-Tសាគិតមើលមុនពេលដែលយើងបើកអាជីវកម្មមុននឹងយើងលក់ផលិតផលមនុស្សជុំវិញខ្លួនរបស់យើងនេះមកប្រាប់យើងថាអូកំណត់រកស៊ីនេះឯងល្អបើសិនជាអ្នកឯងលក់ផលិតផលហ្នឹងគឺដឹងតែលក់ដាច់តែម្ដងហើយបើសិនបើលក់ចាំខ្ញុំទៅគ្រប់ត្រអញ្ចឹងគ្រាន់តែយើងឮតែប៉ុណ្្នឹងអូខេទំនុកចិត្តរបស់យើងឡើងមកចាប់ផ្ដើមរកកន្លែងរកស៊ីបើកហាងជួលបុគ្គលិកបង្កើតក្រុមការងារទៅរកដៃគូប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបើកពឹបលក់ពឹបអូខេវាខុសពីការរំពឹងទុកអ្នកដែលគាត់សរសើរយើងយ៉ាងប្រមាណហ្នឹងអ្នកដែលគាត់គ្រប់គ្រងយើងយ៉ាងប្រមាណអត់ឃើញមកទិញសោះអូខេអត់ឃើញមកគ្រប់គ្រងរបស់យើងសោះអញ្ចឹងវាខុសពីការរំពឹងទុករឿងបែបនេះគឺបានកើតឡើងញឹកញាប់ហើយខ្ញុំក៏បានឃើញច្រើនដែរហើយបញ្ហាគឺមិនមែនដោយសារតែយើងមិនខិតខំនោះទេហើយក៏វាមិនមែនបានន័យថាគំនិតរកស៊ីរបស់យើងវាអាក្រក់ដែរគ្រាន់តែបញ្ហាត្រង់ថាពេលដែលយើងនេះចង់រកស៊ីចង់ចាប់ផ្ដើមអាជីវកម្មយើងគ្រាន់តែលឺភាពអវិជ្ជមានការសរសើរទាំងអស់ហ្នឹងហើយយើងគិតថាអ្វីដែលយើងធ្វើគឺត្រូវអូខេត្រូវជាមួយនឹងទីផ្សារត្រូវជាមួយនឹងតម្រូវការរបស់អតិថិជនហើយយើងក៏ចាប់ផ្ដើមចំណាយធនធានរបស់យើងទាំងថវិកាទាំងពេលវេលាហ្នឹងទៅលើអ្វីដែលយើងជឿថាវានឹងកើតឡើងទាំងដែលយើងមិនទាន់មានអំណះអំណាងមានផុសតាំងដើម្បីបង្ហាញថាអ្វីដែលយើងគិតហ្នឹងគឺត្រូវហើយឬនៅហ្នឹងហើយនៅក្នុងការធ្វើអាជីវកម្មជាទូទៅយើងតែងតែមានការសន្និដ្ឋានមានការសន្មត់ជាច្រើននៅពីក្រោយយើងប្រហែលជាគិតថាអ្វីដែលយើងលក់អូខេវាអាចនឹងត្រូវជាមួយនឹងទីផ្សារយើងអាចនឹងគិតថាតម្លៃដែលយើងដាក់ហ្នឹងអូខេគេហ៊ានចំណាយយើងតែងតែគិតថា Facebook អាចនឹងជា channel មួយដែលយើងនឹងលក់ទៅដឹងតែដាច់អញ្ចឹងជាធម្មតាយើងតែងតែមានការសន្និដ្ឋានសន្មត់ពីយើងខ្លួនឯងហ្នឹងហើយដែលយើងហៅថា assumption ណាប៉ុន្តែអ្នកនរនេះត្រូវដឹងថាបើសិនជាមានការសន្និដ្ឋានសន្មត់របស់យើងនេះនៅកន្លែងសំខាន់ណាមួយតែខុសគឺវានឹងខុសទាំងខ្សែតែម្ដងអញ្ចឹងអាជីវកម្មរបស់យើងនឹងបរាជ័យទៅជាមួយគ្នាតែម្ដងអញ្ចឹងកន្លែងនេះដែលជាចំណុចមួយសំខាន់នៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មហើយយើងត្រូវសាកល្បងថាតើគំនិតដែលយើងធ្វើគំនិតអាជីវកម្មរបស់យើងហ្នឹងតើពិតជាត្រឹមត្រូវដែរឬទេអញ្ចឹងណាអញ្ចឹងហើយបានពេលដែលខ្ញុំធ្វើការជាមួយនឹង founder ធ្វើការជាមួយម្ចាស់អាជីវកម្មគឺខ្ញុំចូលចិត្តសួរសំណួរពួកគាត់សំខាន់មួយថាតើនៅក្នុងគម្រោងអាជីវកម្មរបស់ពួកគាត់នេះតើមានការសន្និដ្ឋានរបស់ពួកគាត់កន្លែងណាចំណុចមួយណាដែលគាត់គិតថាដឹងថាត្រូវហើយប៉ុន្តែបើសិនជាខុសវិញអាជីវកម្មទាំងមូលហ្នឹងគឺដឹងតែពិបាកតែម្ដងហើយសំណួរនេះគឺសំខាន់ដោយសារអីដោយសារតែពេលដែលយើងរៀបចំដំណើរអាជីវកម្មរបស់យើងគឺបានន័យថាដោយសារតែយើងសន្និដ្ឋានលើចំណុចមួយហ្នឹងហើយបានយើងរៀបចំមកទាំងអស់ហ្នឹងអញ្ចឹងបើសិនជាការសន្និដ្ឋានកន្លែងដើមនេះកន្លែងសំខាន់ហ្នឹងខុសគឺបានថា everything ដែលយើងបានរៀបហ្នឹងគឺក៏វាខុសដូចគ្នាដែរអញ្ចឹងយើងត្រូវរកអាកន្លែងដែលជាចំណុចសំខាន់ដែលយើងគិតថាវាទៅរបៀបដែលយើងគិតហ្នឹងឲ្យឃើញហើយយើងត្រូវទៅ validate វាអញ្ចឹងណាអាហ្នឹងគឺជារឿងមួយសំខាន់ព្រោះជាទូទៅចេះថាពេលដែលយើងសាកល្បងសួរនាំជាមួយនឹងអ្នកផ្សេងអ្នកមនុស្សជុំវិញខ្លួនយើងគាត់តែងតែផ្ដល់ជាយោបល់ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងសួរនាំយោបល់មតិអីផ្សេង feedback ផ្សេងហ្នឹងវាមានប្រយោជន៍ព្រោះយើងនឹងដឹងពីបញ្ហារបស់គាត់យើងនឹងចាប់ផ្ដើមដឹងអំពីតម្រូវការរបស់គាត់ប៉ុន្តែកន្លែងនេះខ្ញុំចង់បញ្ជាក់ថាមតិយោបល់ feedback របស់គាត់ទាំងប្រមាណហ្នឹងវាមិនស្មើជាមួយនឹងតម្រូវការជាក់ស្ដែងទេអញ្ចឹងណាអញ្ចឹងពេលដែលយើងសិក្សាស្វែងយល់ក្នុងទីផ្សារអ្វីដែលយើងត្រូវធ្វើគឺបានន័យថាយើងត្រូវទៅរក patterns ដែលបង្ហាញថាអតិថិជនរបស់យើងអ្នកដែលគាត់មនុស្សជុំវិញខ្លួនយើងអូខេគឺគាត់ពិតជាហ៊ានចាយលុយជាមួយយើងមែនព្រោះអ្នកខ្លះគាត់សរសើរអូខេដើម្បីលើកទឹកចិត្តយើងប៉ុន្តែនៅពេលដែលពួកគាត់ត្រូវចាយលុយអូខេណែនាំផលិតផលសេវាកម្មរបស់យើងនេះទៅកាន់អ្នកផ្សេងអតីពួកគាត់អត់ហ៊ានទេហ្នឹងហើយអញ្ចឹងកន្លែងនេះដែលជាចំណុចសំខាន់ហើយយើងត្រូវរកចំណុចដែលបញ្ជាក់ថា
អ្វីដែលយើងគិតហ្នឹងគឺត្រូវហ្នឹងហើយអញ្ចឹងជាធម្មតានៅក្នុងអាជីវកម្មគេមានកន្លែងហ្នឹងដែលមានឈ្មោះថា market validation វាជា process មួយដែលយើងទៅ validate ផលិតផលសេវាកម្មរបស់យើងនៅក្នុងទីផ្សារអូខេដោយយើងព្យាយាមស្វែងយល់អំពីតម្រូវការជាក់ស្ដែងហើយអ្វីដែលយើងត្រូវទៅរកហ្នឹងគឺសកម្មភាពរបស់គាត់ដែលយើងហៅថា commitment ណាបានន័យថាជាជាងដែលគាត់ផ្ដល់ជាយោបល់ជាជាងដែលគាត់ផ្ដល់ជា feedback ដែលគាត់គិតថាវាជាការគ្រប់គ្រងជាការសរសើរទាំងប្រមាណហ្នឹងប៉ុន្តែយើងចង់ទៅរកចំណុចដែលបង្ហាញអំពី commitment របស់គាត់ណា commitment កន្លែងហ្នឹងបានហ្មងឧទាហរណ៍ពួកគាត់ហ៊ានចាយលុយជាមួយយើងពួកគាត់ហ៊ានកក់អូខេពួកគាត់ហ៊ានចុះឈ្មោះហ្នឹងហើយអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងដែលបង្ហាញអំពីលំនាំទៅកាន់ការដែលគាត់មាន commitment ជាមួយនឹងផលិតផលនិងតម្រូវការអាជីវកម្មរបស់យើងអញ្ចឹងសំណួរបន្ទាប់គឺសួរថាតើយើងធ្វើម៉េចដើម្បីទៅរក pattern មួយនឹងបានដើម្បីបង្ហាញថាអតិថិជនរបស់យើងអូខេពិតជាមាន demand អូខេមានតម្រូវការតាក់ទងមួយផលិតផលនិងសេវាកម្មរបស់យើងមែនជាងគ្រាន់តែជាការសរសើរលើកទឹកចិត្តមកកាន់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមាន framework មួយជាវិធីសាស្ត្រមួយដែលអាចជួយអ្នកនរគ្នាបានជាវិធីសាស្ត្រក្នុងការសាកល្បងផលិតផលនៅក្នុងទីផ្សារដែលវិធីសាស្ត្រមួយនេះខ្ញុំឲ្យឈ្មោះថា test TEST ហ្នឹងហើយ test នេះបានន័យថាយើងសាកល្បងអញ្ចឹងដោយសារតែយើងសាកល្បងក្នុងទីផ្សារអញ្ចឹងយើងត្រូវ test វាហ្នឹងហើយអញ្ចឹងវាមាន4ជំហានអូខេដោយសារយើងមាន4អក្សរដែល T ទី1នេះគឺ test the assumptions test assumption បានថាម៉េចគឺយើងធ្វើការសាកល្បងទៅលើការសន្មត់ការសន្និដ្ឋានរបស់យើងទៅលើគំនិតអាជីវកម្មដែលយើងចង់រកស៊ីមួយហ្នឹងណាអញ្ចឹងដូចខ្ញុំបាននិយាយពីដើមមួយអញ្ចឹងថាតើការសន្មត់របស់យើងបែបណាដែលយើងគិតថាដឹងថាត្រូវហើយបើសិនជាខុសវិញអាជីវកម្មហ្នឹងគឺដឹងតែ0តែម្ដងអញ្ចឹងយើងត្រូវទៅធ្វើតេស្តសាកល្បងទៅលើការសន្និដ្ឋានមួយហ្នឹងអូខេថាតើផលិតផលដែលយើងចង់បង្កើតមួយហ្នឹងអូខេអតិថិជនគោលដៅពិតជាមានតម្រូវការក្នុងទីផ្សារមែនអត់តម្លៃដែលយើងដាក់តើពួកគាត់ហ៊ានចាយលុយជាមួយយើងអត់ channel អូខេដែលយើងរើសថាយើងនឹងចាប់ដើមលក់នៅកន្លែងទីតាំងឬក៏ក្នុងបណ្ដាញសង្គមមួយហ្នឹងតើវាពិតជា channel ដែលនាំឲ្យអតិថិជនមកទិញយើងមែនអត់ហើយបើសិនជាយើងធ្វើវាយើងមានសមត្ថភាពអូខេមានកម្លាំងគ្រប់គ្រាន់មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើវាបានអញ្ចឹងហ្នឹងហើយអញ្ចឹងយើងត្រូវទៅធ្វើ test សាកល្បងដើម្បីរក assumption មួយហ្នឹងអូខេថាតើវាត្រូវឬក៏ខុសអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាឥឡូវបងប្អូនថាចង់បង្កើតដូចនិយាយហ្នឹងថាជាលក្ខណៈអាហារក្រៀមក្រោះជាប្រភេទអាហារថ្មីមួយក្នុងទីផ្សារចុះហ្នឹងហើយអញ្ចឹងបងប្អូនជឿថាអូខេផលិតផលមួយហ្នឹងគឺដឹងតែឆ្ងាញ់ដឹងតែមានទីផ្សារដឹងតែមនុស្សគាត់ចូលចិត្តមកប៉ុន្តែអ្នកអស់ឬ complex ថាដោយសារតែវាជាប្រភេទអាហារថ្មីមនុស្សអត់ដែរញ៉ាំអញ្ចឹងយើងមិនต้องប្រកាសបញ្ជាថាវាពិតជាត្រូវជាមួយនឹងរសជាតិត្រូវជាមួយនឹងអ្នកដែលគាត់នៅក្នុងទីផ្សារគាត់ចូលចិត្តញ៉ាំមែនអត់អញ្ចឹងណាឧទាហរណ៍ថាឥឡូវបើសិនជាបងប្អូនចង់បង្កើតផលិតផលអាហារអូខេថ្មីមួយបែបជាអាហារក្រៀមក្រោះគេដែលអាចទុកបានយូរអញ្ចឹងចោះឧទាហរណ៍អញ្ចឹងបងប្អូនគិតថាអានឹងគឺជាប្រភេទអាហារមួយថ្មីហើយរសជាតិដឹងតែឆ្ងាញ់តែត្រូវជាមួយនឹងទីផ្សារប៉ុន្តែអានឹងគឺគ្រាន់តែជាការសន្និដ្ឋានទេត្រូវទេព្រោះយើងអត់ទាន់បើកអូខេយើងអត់ទាន់លក់អូខេយើងអញ្ចឹងយើងអត់ទាន់ដឹងថាតើតម្រូវការទីផ្សារតើអតិថិជនរបស់យើងអូខេតើទីផ្សារនេះអូខេពិតជាត្រូវជាមួយរសជាតិនឹងមែនអត់ហ្នឹងហើយអញ្ចឹងយើងត្រូវតែរកចម្លើយរបស់វាប៉ុន្តែចម្លើយហ្នឹងគឺយើងមិនមែនទៅរកចម្លើយទៅលើសំណួរថាតើយើងមានសមត្ថភាពមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការធ្វើវាអត់ទេព្រោះខ្ញុំជឿថាបើសិនជាអ្នកនរគ្នាមានគំនិតអាជីវកម្មបែបហ្នឹងប្រកាសជាអ្នកនរគ្នាមានវិធីសាស្ត្រក្នុងការធ្វើវារួចទៅហើយត្រូវទេអញ្ចឹងអ្វីដែលយើងត្រូវទៅរកចម្លើយហ្នឹងគឺទៅលើសំណួរថាតើរសជាតិមួយហ្នឹងពិតជាត្រូវជាមួយនឹងទីផ្សារតម្លៃដែលយើងដាក់អូខេពិតជាតម្លៃមួយដែលទីផ្សាររបស់យើងហ៊ានចំណាយក្នុងការហ៊ានទិញហ្នឹងហើយអញ្ចឹងយើងត្រូវទៅរកអាចម្លើយទាំងអស់ហ្នឹងដើម្បីបញ្ជាក់ថាការគិតរបស់យើងគឺត្រឹមត្រូវជំហានទី2គឺ E establish the evidence threshold ដែលបានន័យថាយើងត្រូវបង្កើតភស្តុតាងដើម្បីបញ្ជាក់បង្ហាញថាអ្វីដែលយើងគិតនេះគេការសន្និដ្ឋានរបស់យើងហ្នឹងត្រូវឬក៏ខុសអញ្ចឹងណាហ្នឹងហើយអញ្ចឹងកន្លែងនេះគឺជាចំណុចមួយសំខាន់ថាតើយើងត្រូវកំណត់តួលេខគេភស្តុតាងបែបណាខ្លះដើម្បីបញ្ជាក់អំពីលទ្ធផលទៅលើផលិតផលសេវាកម្មដែលយើងចង់បង្កើតហ្នឹងអញ្ចឹងណាហើយកន្លែងនេះក៏ជាចំណុចមួយដែលខ្ញុំឃើញថាម្ចាស់អាជីវកម្មរបស់យើងតែងតែ make mistake ដែរគេតែងតែកសាងកំហុសមួយចំនួនដែរគឺថាពេលយើងនិយាយពី evidence ពួកគាត់ភាគច្រើនគឺតែងតែមើលទៅលើការត្រឹមតែការសរសើរគេ positive feedback អញ្ចឹងគាត់ចូលចិត្តធ្វើ survey ធ្វើអីអញ្ចឹងណាហ្នឹងហើយប៉ុន្តែអានឹងអត់ទាន់ strong ទេនេះអញ្ចឹងយើងត្រូវតែបង្កើត evidence threshold មួយ threshold កន្លែងនេះបានថាជាតួលេខជាអាចនឹងជាពេលវេលាជាចំនួនហើយចំនួនទាំងអស់ហ្នឹងវានឹងបកស្រាយអំពីលទ្ធផលដែលយើងរកឃើញហ្នឹងថាត
តើអ្វីដែលយើងរកឃើញហ្នឹងគឺពិតឬក៏មិនពិតអីចឹងណាហ្នឹងហើយខ្ញុំឧទាហរណ៍ដូចមិននឹងចោះអូខេលើកយកឧទាហរណ៍ដដែលថាបងប្អូនចង់បង្កើតអាហារថ្មីបែប cream cross អីចឹងទៅអញ្ចឹងបងប្អូនអាចនឹងសាកល្បងបង្កើតជា evidence whole បែបឧទាហរណ៍ថារយៈពេល1អាទិត្យអូខេបងប្អូននឹងទៅចាប់ដើមរុញវាចូលទីផ្សារអូខេដើម្បីធ្វើតេស្តសាកល្បងជាមួយនឹងអតិថិជនហើយយើងរកឲ្យបានយ៉ាងហោចណាស់មាន10នាក់ដែលគាត់ហ៊ានក្នុងការធ្វើ pre order ឬក៏កក់ទុកមុនហ្នឹងហើយអញ្ចឹងយើងមានតួលេខច្បាស់លាស់បែបហ្នឹងហើយអញ្ចឹងបើសិនជាពេលដែលយើងចាប់ដើមរុញការសាកល្បងរបស់យើងចូលទីផ្សារទៅតួលេខដែលបានមកហ្នឹងវាអត់ meet ជាមួយនឹង threshold របស់យើងអញ្ចឹងវាអាចនឹងបកស្រាយថាអូខេតម្រូវការរបស់យើងប្រហែលជាមិនទាន់ត្រូវទេអូខេការគិតរបស់យើងអត់ទាន់ត្រូវទេហើយបើសិនជាអ្នកនរអស់គ្នាអត់បានកំណត់អា evidence threshold ដូចខ្ញុំបាននិយាយមិញហ្នឹងអញ្ចឹងណាពេលអ្នកនរអស់គ្នាទៅស្រង់ទិន្នន័យ survey អ្នកមកខ្ញុំជឿថាអ្នកនរអស់គ្នានឹងចាប់ផ្ដើមអូខេមានភាពលំអៀងតែម្ដងគឺដឹងថាបកស្រាយទៅមានភាពវិជ្ជមានទៅលើគំនិតអាជីវកម្មគំនិតរកស៊ីរបស់អ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យអ្នកនរអស់គ្នាប្រយ័ត្នបន្តិចអូខេកំណត់ឲ្យបានមុននេះហើយជាមួយក្រុមការងាររបស់យើងថាតួលេខប៉ុណ្ណាដែលវាបង្ហាញអំពីភាពវិជ្ជមានហើយបើសិនជាលេខក្រោមហ្នឹងអូខេវាបង្ហាញទៅលើផលអវិជ្ជមានឬក៏យើងត្រូវបកស្រាយរបៀបម៉េចទៅលើអត្ថន័យដែលយើងកំណត់មួយហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជាវិធីសាស្ត្រជាជំហានទី2នៅក្នុងវិធីសាស្ត្រមួយនេះអូខេជាជំហានបន្ទាប់យើងចូលដល់ជំហានទី3គឺ S ហ្នឹងបានន័យថាម៉េច start the small credible test បានន័យថាចាប់ផ្ដើមពីការសាកល្បងតូចប៉ុន្តែមានគុណភាពគ្រប់គ្រាន់មិនល្មមមកឲ្យយើងអាចដឹងថាអូខេអតិថិជនរបស់យើងអូខេពិតជាចូលចិត្តចង់ទិញផលិតផលរបស់យើងមែនបង្ហាញថាផលិតផលរបស់យើងសេវាកម្មរបស់យើងមានតម្រូវការនៅក្នុងទីផ្សារហ្នឹងហើយជាទូទៅក្រុមហ៊ុនធំគាត់មានធនធានគាត់មានលុយច្រើនអញ្ចឹងមុននឹងគាត់ចូលទីផ្សារគាត់តែងតែជួលហើយទៅលើ agency ក្នុងការធ្វើ market research ត្រូវទេហ្នឹងហើយប៉ុន្តែសម្រាប់យើងជា start up អូខេជាអាជីវកម្មមួយដែលមិនទាន់មានលុយមិនទាន់មានធនធានអីច្រើនអញ្ចឹងយើងមិនចាំបាច់ដល់ថ្នាក់ទៅចាប់ផ្ដើមធំដូចគេទេយើងអាចចាប់ផ្ដើមតូចល្មមអូខេដែលអាចធ្វើឲ្យយើងនឹងធ្វើតេស្តបានលឿនធ្វើការសាកល្បងបានលឿនហើយសិក្សាអំពីទីផ្សារបានលឿនហ្នឹងហើយអានឹងគឺជាតកតងជាមួយជំហានទី3មួយនេះតកតងជាមួយនឹងរបៀបនិងចំនួនដែលយើងសាកល្បងក្នុងទីផ្សារវិញហ្នឹងហើយនៅក្នុងភាសាបច្ចេកទេសនៅក្នុងការធ្វើអាជីវកម្មគេមានពាក្យមួយដែលគេហៅថា MVP Minimum Viable Product ដែលបានន័យថាជាផលិតផលអបបរមាសំដៅទៅលើផលិតផលដែលមានអូខេមុខងារតូចល្មមប៉ុន្តែជាមុខងារដែលពិសេសសំខាន់ក្នុងការវាយចូលទីផ្សារដែលល្មមមកគ្រប់គ្រាន់ក្នុងការដែលយើងអាចយកទៅធ្វើតេស្តសាកល្បងជាមួយនឹងអតិថិជនរបស់យើងក្នុងការប្រមូលមតិយោបល់ដើម្បីដឹងថាតើយើងមានតម្រូវការក្នុងទីផ្សារហើយយើងគួរតែអភិវឌ្ឍបន្តនៅកន្លែងណាបើសិនជាយើងចង់បើកលក់ផលិតផលបែបអាហារចុះយើងអាចនឹងជ្រើសរើសយកអាហារពិសេសរបស់យើងប្រមាណមុខទៅមុនសិនបើសិនជាយើងចង់បង្កើត app យើងអាចនឹងយកមុខងារសំខាន់ដើម្បីយកធ្វើតេស្តសាកល្បងព្រោះបើសិនជាយើងមិនតន់ដឹងថាវាដើរឬមិនដើរផងហ្នឹងណាអញ្ចឹងបើសិនជាយើងអត់ត្រូវទីផ្សារអញ្ចឹងយើងនឹងខាតទាំងពេលវេលានិងថវិកាអត់ហ្នឹងហើយហើយបើសិនជាយើងចង់បើកសេវាកម្មវិញវាកាន់តែងាយទៀតអូខេយើងអាចនឹងរៀបចំទៅតាក់ទងជាមួយនឹងសេវាកម្មរបស់យើងថាយើងចង់ធ្វើអីគេខ្លះហើយយើងចាប់ផ្ដើមសាកល្បងក្នុងការផ្សព្វផ្សាយដើម្បីឲ្យអតិថិជនរបស់យើងហ្នឹងអាចនឹងចុះឈ្មោះដើម្បីស្វែងយល់អញ្ចឹងយើងអាចរៀបចំជា workshop តូចមួយអញ្ចឹងទៅដើម្បីសិក្សាអំពីទីផ្សារអំពីតម្រូវការរបស់អតិថិជនរបស់យើងណាអញ្ចឹងពេលយើងធ្វើហើយយើងអាចចាប់ផ្ដើមដឹងថាតើអ្វីដែលយើងធ្វើសេវាកម្មរបស់យើងអាចនឹងត្រូវជាមួយនឹងទីផ្សារក្នុងកម្រិតណាអញ្ចឹងណាហ្នឹងហើយអញ្ចឹងអានេះគឺជារបៀបចុះចំនួនវិញយើងធ្វើរបៀបម៉េចតើចំនួនប៉ុណ្ណាដែលសមល្មមដែលយើងហៅថាតូចល្មមប៉ុន្តែនៅតែរក្សាគុណភាពជាយោបល់របស់ខ្ញុំយើងអាចនឹងចាប់ផ្ដើមពី20ទៅ30ប៉ុន្តែក៏វាអាស្រ័យដែរបើសិនជាឧទាហរណ៍ថាប្រភេទអាជីវកម្មរបស់អ្នកនរគ្នាប្រហែលជាត្រូវការមានចំនួនច្រើនជាងហ្នឹងដើម្បីបង្ហាញអំពីតម្រូវការទីផ្សារច្បាស់ជាងហ្នឹងអាហ្នឹងក៏យើងអាចតម្លើងតាមហ្នឹងទៅប៉ុន្តែជាទូទៅចំនួន20ទៅ30នេះគឺជាប្រភេទអាជីវកម្មមួយដែលខ្ញុំធ្វើជាមួយនឹង B2B បានថាជាប្រភេទអាជីវកម្មដែលគាត់លក់ផលិតផលឬសេវាកម្មទៅកាន់អាជីវកម្មផ្សេងមួយទៀតដែលយើងហៅថា business to business ណាហ្នឹងហើយតួលេខមួយនេះក៏ខ្ញុំបានមកពីអ្នកជំនាញដែលខ្ញុំធ្លាប់បានទៅរៀននៅសិង្ហបុរីដែរហើយពេលដែលខ្ញុំធ្វើការសាកល្បងមកធ្វើតេស្តប្រើប្រាស់ជាមួយនឹងម្ចាស់អាជីវកម្មជាមួយ start up គឺឃើញថាវាត្រូវច្រើនជាទូទៅពេលយើងធ្វើតេស្តសាកល្បងជាមួយនឹងអតិថិជនណាគឺចាប់ផ្ដើមពី2ទៅ5នាក់គឺយើងចាប់ផ្ដើមឃើញហ្មងថាតម្រូវការទីផ្សារហ្នឹងវាមានភាពរៀនរញ៉េរញ៉ៃបន្តិចព្រោះអីអ្នកនេះគាត់ចូលចិត្តនេះអ្នកនេះគាត់ចូលចិត្តនោះហ្នឹងហើយអញ្ចឹងវានឹងឃើញថាតម្រូវការទីផ្សារហ្នឹងវាអត់ច្បាស់លាស់ហើយប៉ុន្តែដល់ពេលដែលយើងចាប់ផ្ដើមពីខ្ទង់ប្រហែលជា10នាក់ឡើងទៅគឺយើងចាប់ផ្ដើមឃើញ pattern មួយហើយថាតើតម្រូវការទីផ្សារនោះវាទៅខាងណាច្រើនជាងគេមុខងារមួយណាផលិតផលមួយណាដែលយើងចង់ធ្វើតេស្តសាកល្បងមួយហ្នឹង
តើយើងចាប់ផ្ដើមពីទុំប្រហែលជា20ទៅ30យើងកាន់តែឃើញ pattern កាន់តែច្បាស់ហ្មងថាតើបើសិនជាយើងបើកអាជីវកម្មមួយហ្នឹងតើគួរតែចាប់ផ្ដើមពីទីផ្សារកន្លែងណាហើយជំហានចុងក្រោយគឺ T បានន័យថា take the decision តែបានន័យថាមិនក្រោយពីការដែលយើងធ្វើតេស្តសាកល្បងហើយគឺដល់ពេលដែលយើងត្រូវសម្រេចចិត្តហើយថាតើយើងគួរតែបន្តឬក៏យើងត្រូវកែលម្អផលិតផលសេវាកម្មរបស់យើងនៅកន្លែងណាសិនឬក៏យើងគួរតែឈប់តែម្ដងដោយសារតែយើងមើលឃើញថាអ្វីដែលយើងធ្វើនោះវាអត់មានទីផ្សារទេអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយបាននៅជំហានទី2ខ្ញុំឲ្យបងប្អូនកំណត់ evidence threshold ដោយសារដល់ជំហានទី4យើងត្រូវធ្វើការសម្រេចចិត្តហើយហ្នឹងហើយអញ្ចឹងនៅពេលដែលយើងកំណត់evidence threshold នេះតួលេខចំនួនដែលយើងគិតថាអូខេចំនួនប៉ុណ្នេះគឺបានន័យថាវាជំនាញចំនួនប៉ុណ្នេះបានន័យថាវានៅស្ទើរចំនួនប៉ុណ្នេះបានន័យថាវានៅមិនទាន់ត្រូវជាមួយនឹងទីផ្សារទេអញ្ចឹងណាអញ្ចឹងនៅពេលដែលឧទាហរណ៍ថា data ទិន្នន័យដែលយើងបានរកមកឃើញគឺវាត្រូវជាមួយនឹងការកំណត់ threshold របស់យើងហើយអញ្ចឹងបានន័យថាអ្វីដែលយើងធ្វើមានទីផ្សារហើយអញ្ចឹងយើងអាចនឹងដើរទៅមួយជំហានទៀតយើងអាចនឹងពង្រីកការធ្វើតេស្តសាកល្បងរបស់យើងឲ្យកាន់តែធំជាងមុនឬក៏យ៉ាងណាអញ្ចឹងទៅប៉ុន្តែបើសិនជាទិន្នន័យ data ដែលយើងប្រមូលមកបាននេះអូខេវានៅស្ទើរប៉ុន្តែក៏វាមិនខ្សោយពេកដែរអញ្ចឹងយើងប្រហែលជាត្រូវតែមើលថាតើបញ្ហាផលិតផលសេវាកម្មរបស់យើងនៅកន្លែងណាហើយយើងត្រូវកែលម្អកន្លែងមួយណាទៅមុនដើម្បីទៅធ្វើតេស្តសាកល្បងម្ដងទៀតដើម្បីមើលថាតើបញ្ហានៅក្នុងផលិតផលសេវាកម្មរបស់យើងនៅកន្លែងណាដែលมันអាចទាន់ចូលទីផ្សារបានអញ្ចឹងណាឧទាហរណ៍ថាអាចនឹងដោយសារតែតម្លៃរបស់យើងថ្លៃពេកអញ្ចឹងយើងអាចបញ្ចុះវាបន្តិចហើយធ្វើតេស្តម្ដងទៀតឬក៏អាចនឹងមកពីផលិតផលរបស់យើងនេះការដែលយើងកំណត់អតិថិជនគោលដៅនឹងដូចជាមិនទាន់ត្រូវអញ្ចឹងយើងអាចនឹងសាកល្បងក្នុងការផ្លាស់ប្ដូរប្រភេទអតិថិជនរបស់យើងទៅកាន់អតិថិជនគោលដៅផ្សេងមួយទៀតអូខេដើម្បីមើលថាតើយ៉ាងម៉េចដែរអញ្ចឹងទៅអញ្ចឹងការដែលយើងផ្លាស់ប្ដូរកែលម្អទាំងអស់ហ្នឹងគឺដើម្បីឲ្យយើងបង្ហាញអំពីថាតើផលិតផលរបស់យើងពិតជាមានទីផ្សារឬក៏មិនមានទេហើយបើសិនជាយើងធ្វើតេស្តសាកល្បងម្ដងហើយម្ដងទៀតប៉ុន្តែនៅតែឃើញថានៅតែមានបញ្ហាអញ្ចឹងវាប្រហែលជាបង្ហាញថាអូខេប្រហែលជាអ្វីដែលយើងធ្វើហ្នឹងវាមិនទាន់មានទីផ្សារទេអញ្ចឹងយើងអាចធ្វើការសម្រេចចិត្តថាអូខេយើងគួរតែឈប់ធ្វើត្រឹមប៉ុណ្្នឹងសិនទៅហើយការដែលយើងឈប់នេះមិនមែនបានន័យថាការបរាជ័យទេបងប្អូនអ្នកនរនេះត្រូវដឹងថាចេះយើងឈប់គឺដោយសារតែយើងមើលឃើញថាมันមានតម្រូវការក្នុងទីផ្សារអញ្ចឹងបើសិនជាបងប្អូននៅតែធ្វើយើងខាតទាំងលុយខាតទាំងពេលវេលាអញ្ចឹងបើសិនជាយើងឃើញអញ្ចឹងយើងមិនទៅធ្វើអីផ្សេងមួយទៀតបងទៅវាមិនល្អជាងនឹងហើយដែលជាមូលហេតុសំខាន់ដែលយើងត្រូវធ្វើការសាកល្បងអូខេផលិតផលរបស់យើងនឹងចូលទីផ្សារដែលយើងប្រើវិធីសាស្ត្រ test មួយហ្នឹងអញ្ចឹងណាហ្នឹងហើយហើយមូលហេតុអីបានជាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដែលចង់ធ្វើអាជីវកម្មចង់ចាប់ផ្ដើម start up ហ្នឹងធ្វើ test ទាំងអស់ហ្នឹងគឺដោយសារតែក្នុងទីផ្សារយើងណាអាជីវកម្មដែលបរាជ័យ60ទៅ 70% ហើយដែលគាត់មានបញ្ហាទៅលើ product market fit ផលិតផលសេវាកម្មហើយនឹងទីផ្សារនឹងអត់ត្រូវគ្នាអញ្ចឹងហើយបងខ្ញុំតែងតែលើកទឹកចិត្តឲ្យបងប្អូនធ្វើការសាកល្បងក្នុងទីផ្សារសិនមុននឹងយើងហ៊ានចំណាយលុយកាន់តែធំក្នុងការបើកហាងក្នុងការធ្វើអាជីវកម្មក្នុងការធ្វើ start up ហ្នឹងតែម្ដងអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគេជួយបងប្អូនមានអត្ថប្រយោជន៍ក្នុងការឲ្យបងប្អូនក្នុងការរៀនសូត្របន្ថែមទាក់ទងជាមួយនឹងចំណេះដឹងក្នុងការប្រកបអាជីវកម្មអញ្ចឹងជួបគ្នានៅវីដេអូក្រោយផ្សេងទៀតបាយបាយ